he បងប្អូនតែងតែស្ដាប់អត់ឮទេជាពិសេសនៅក្នុងប្រយោគសំណួរហេតុអីព្រោះអត់ចាំបាច់ត្រូវតែឮក៏គេយល់ថាយើងនិយាយទៅកាន់អ្នកណាដែរនៅក្នុងការសន្ទនាគ្នាដូច្នេះគេផ្ដោតសំឡេងទៅលើពាក្យផ្សេងដែលជាព័ត៌មានសំខាន់ជាង he ដែលជាអក្សរ h បញ្ចេញសំឡេងខ្យល់គឺអាចទម្លុះសំឡេងនឹងបានដោយងាយដូច្នេះ does he បងប្អូនស្ដាប់ឮ does he Does he have a name? Does he like it? can he ស្ដាប់ឮ can he How can he do that? How can he do that? What can he do? What can he do? how could he បងប្អូនស្ដាប់ឮ how could he How could he change it? How could he change it? face him បងប្អូនស្ដាប់ឮ face him I can't face him. I can't face him. មេរៀនរបស់ខ្ញុំមានគន្លឹះជាច្រើនដែលជួយឲ្យបងប្អូនស្ដាប់បានល្អតាំងពីចាប់ផ្ដើមរៀនភាសាអង់គ្លេសមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងទម្រង់សម្លេងគឺមានវិជ្ជានៅក្នុងហ្នឹងហើយវាធ្វើឲ្យបងប្អូននិយាយដោយមិនខ្លាចខុសនិយាយដោយមានទំនុកចិត្តបើសិនជាបងប្អូនចង់រៀនភាសាអង់គ្លេសអាចតាក់ទងជាមួយខ្ញុំបានតាមលេខនេះ